តែប៉ុន្តែទាំងយើងទាំងគេដូចតែគ្នានៅពេលដែលមានសត្រូវមកដល់ផ្ទះហើយយើងមិនប្រាសិទ្ធការពារខ្លួនមិនកើតដោយរឿងរ៉ាវបងប្រុសម្នាក់នេះអញ្ចឹងឃើញទេគាត់ពេលខ្លះវាសិទ្ធការពារខ្លួនមែនប៉ុន្តែពេលខ្លះការពារខ្លួនហួសណាមិនថាការបើក្នុងខ្ញុំមិនចេះនិយាយរឿងហ្នឹងប៉ុន្តែគាត់នៅរបៀបការពារលើសដល់ពេលអញ្ចឹងទៅក៏ធ្វើឲ្យដៃគូរបស់គាត់ហ្នឹងបានស្លាប់អញ្ចឹងក៏គេយកគាត់ហ្នឹងទៅដាក់ពន្ធនាគារសិនបដិអាសន្នសិនឥឡូវហ្នឹងគាត់កំពុងតែនិយាយជាមួយកូនគាត់ប្រភេទសាមួយកូនគាត់យើងមិនដឹងថាយ៉ាងម៉េចទេប៉ុន្តែច្បាប់គឺនៅតែជាច្បាប់ហើយសិទ្ធិការពារខ្លួនយើងនៅតែមានប៉ុន្តែគ្រាន់តែដើម្បីឲ្យដឹងរឿងថាវារឿងហ្នឹងវាយ៉ាងម៉េចវាយ៉ាងម៉ាហ្នឹងគឺគេត្រូវយកគាត់ទៅឃុំខ្លួនសិនមិនមែនគេយកគាត់ទៅមិនថាដាក់គាត់យកគាត់ទៅដាក់គុកដោយអត់កាត់ប្តីហ្មងឯងអត់ទេគឺមានន័យថាគេយកគាត់ទៅសួរនាំសិនពីព្រោះគាត់ក៏បានថតវីដេអូខ្លះៗដែរគាត់បានថតវីដេអូមួយចំនួនដែរដើម្បីឲ្យមានន័យថាទុកជាផុសតាងណាថតវីដេអូខ្លះទុកជាផុសតាងដើម្បីឲ្យបឌិសឲ្យអីមើលហើយបើសិនជាយើងគិតពីឪពុកឬក៏ជាកូនណានៅពេលដែលមានគេមកចង់វេបហានអ្នកផ្ទះយើងហើយយើងបើយើងមិនការពារខ្លួនមិនវាអត់កើតអញ្ចឹងណាឥឡូវយើងសាកគិតមើលបើសិនជាគេមកវាយយើងគេមកចង់គេកាន់កបិតកាន់អីមកធ្វើអីមិនល្អជាមួយយើងហើយយើងសាកគិតមើលបើសិនជាយើងសង្ងំឲ្យគេវាយឬក៏យើងច្រានអីបន្តិចបន្តួចឲ្យគេមានរបួសមានអីទៅឬក៏គេអាចគេមានកបិតមានអីគេមកកាប់កូនយើងប្រពន្ធយើងឲ្យស្លាប់ឥឡូវយើងអារម្មណ៍យើងមិនដែរអញ្ចឹងគឺគាត់គិតបែបនេះក៏វាមិនខុសទេត្រូវហើយនៅពេលដែលយើងមានសិទ្ធិការពារខ្លួនក៏ប៉ុន្តែនៅពេលដែលបរិះម្នាក់ហ្នឹងយកកបិតយកអីទៅវាយទៅកាប់បរិះម្នាក់ហ្នឹងដែលជាម្ចាស់ផ្ទះហ្នឹងគាត់ក៏បានដដើមកបិតដដើមអីហ្នឹងមកវិញមកក៏ទៅតដៃជាមួយនឹងបរិះម្នាក់ហ្នឹងហើយក៏ធ្វើឲ្យម្នាក់ហ្នឹងក៏បាត់បង់ជីវិតទៅហើយរឿងរ៉ាវទាំងអស់នេះឪពុកជា hero ប៉ុន្តែចុងក្រោយឪពុកខ្លាចទៅជាអ្នកដែលជាប់ទោសទៅវិញអញ្ចឹងសង្ឃឹមថានឹងមានពន្លឺយុត្តិធម៌សម្រាប់គាត់មិនមែនសង្ឃឹមទេគឺដឹងតែមានយុត្តិធម៌សម្រាប់គាត់ហើយនៅពេលដែលគាត់ប្រើប្រាស់សិទ្ធិការពារខ្លួនរបស់គាត់ធ្វើឲ្យដៃគូរបស់គាត់ហ្នឹងគឺរងរបួសធ្វើឲ្យដៃគូរបស់គាត់ហ្នឹងគឺបាត់បង់ជីវិតប៉ុន្តែរឿងរ៉ាវទាំងអស់នេះគឺយើងឃើញហេតុការណ៍នឹងច្រើនដងហើយដែលឪពុកសម្រាប់កូនខ្លួនឯងដោយសារតែកូនខ្លួនឯងប្រើប្រាស់គ្រឿងញៀនហើយជាប់ប្រមាណរយៈមកក៏គេបានដោះលែងគាត់មកវិញដោយសារតែគេមើលឃើញថាគាត់មិនមានកំហុសដល់ថ្នាក់ជាប់គុកយូរអង្វែងទេអញ្ចឹងសង្ឃឹមថាគាត់នឹងយុត្តិធម៌នឹងមានសម្រាប់គាត់ឆាប់នេះគឺដឹងតែមានយុត្តិធម៌សម្រាប់គាត់ហើយប៉ុន្តែគាត់ឲ្យយូរហើយនឹងឆាប់យ៉ាងម៉េចយើងវាអត់ទាន់ដឹងអញ្ចឹងយើងគិតមើលនៅពេលដែលគាត់នៅក្នុងហ្នឹងចុះកូនគាត់ទៅរៀនមិនប្រពន្ធគាត់រស់ស៊ីបែបណាមនុស្សស្រីពេលច្រើនគាត់ពឹងទៅលើមនុស្សប្រុសហ្នឹងហើយដល់ពេលបងប្រុសគាត់កំពុងតែជាប់នៅក្នុងពន្ធនាគារអញ្ចឹងប្រពន្ធរបស់គាត់កូនរបស់គាត់មិនដឹងថាទៅរៀនបែបណាហើយខ្ញុំថាពលិយុទ្ធធនហ្នឹងគឺនឹងមានសម្រាប់គាត់ឲ្យបានឆាប់គឺកាន់តែល្អអរគុណច្រើនវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងកុំភ្លេចជួយ like share និង subscribe ណាមួយផងអរគុណច្រើនចាំជួបខ្ញុំវីដេអូក្រោយទៀតបាយបាយ